ថាអ្នកទាំងអស់គ្នាមានដឹងអត់ថានៅពេលដែលយើងរៀនបញ្ញាបត្រអភិវឌ្ឍសេដ្ឋកិច្ចយើងទទួលបានចំណេះនិងជំនាញអ្វីខ្លះព្រមទាំងមានឱកាសការងារអ្វីខ្លះនៅពេលដែលយើងរៀនបញ្ញាបត្រអភិវឌ្ឍសេដ្ឋកិច្ចគឺយើងទទួលបានចំណេះដូចជាទ្រឹស្ដីគំនិតនិងការអនុវត្តល្អៗនៃការអភិវឌ្ឍសេដ្ឋកិច្ចគំនិតនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពវិធីសាស្ត្រក្នុងការស្រាវជ្រាវនិងពិនិត្យតាមដាននិងវិតម្លៃកម្មវិធីអភិវឌ្ឍនានាវិធាននិងវិធីសាស្ត្រដែលបានអនុវត្តសម្រាប់ការវិភាគសេដ្ឋកិច្ចជំនាញចំពោះជំនាញគឺយើងអាចវិភាគដំណើរការសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋានក្នុងតំបន់និងសកលរៀបចំគម្រោងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចការស្រាវជ្រាវទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចគ្រប់គ្រងសហគ្រាសពិនិត្យតាមដាននិងវិតម្លៃកម្មវិធីអភិវឌ្ឍនានាចំពោះឱកាសការងារយើងអាចក្លាយទៅជាអ្នកវិភាគសេដ្ឋកិច្ចអ្នកធ្វើគម្រោងនិងបង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអ្នកស្រាវជ្រាវទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចសហគ្រិនអ្នកសេដ្ឋកិច្ចអភិវឌ្ឍអ្នកពិនិត្យតាមដាននិងវិតម្លៃគម្រោងអភិវឌ្ឍនានាចាំបើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាចង់ប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗឬក៏សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរកសិស្សនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR Code និង link ខាងលើ